ព្រះយេស៊ូវគ្រីស្ទនិងពួកសិស្សរបស់ទ្រង់បានចូលរួមទទួលភោជនាហារក្នុងវិវាហាមង្គលមួយនៅភូមិកាណាម៉ារីដែលជាមាតារបស់ព្រះយេស៊ូវបាននៅទីនោះនាងបានប្រាប់ព្រះយេស៊ូវថាអស់ស្រាទំពាំងបាយជូរសម្រាប់ភ្ញៀវហើយព្រះយេស៊ូវបានគោរពហើយស្រឡាញ់ព្រះមាតាទ្រង់បានសួរនាងថាតើនាងចង់ឲ្យទ្រង់ធ្វើអ្វីម៉ារីបានប្រាប់អ្នកបម្រើនៅពិធីនោះឲ្យធ្វើតាមអ្វីដែលព្រះយេស៊ូវមានបន្ទូលប្រាប់ឲ្យពួកគេធ្វើព្រះយេស៊ូវមានបន្ទូលប្រាប់ពួកអ្នកបម្រើឲ្យចាក់ទឹកចូលពាងថ្មចំនួន6ពាងនីមួយអាចផ្ទុកទឹកបាន68ទៅ102លីត្រក្រោយមកទ្រង់បានធ្វើឲ្យទឹកក្លាយជាស្រាទំពាំងបាយជូរទ្រង់បានមានបន្ទូលប្រាប់ឲ្យពួកអ្នកបម្រើចាក់ស្រាទំពាំងបាយជូរចេញពីពាងហើយយកទៅបម្រើដល់លោកជាមង្គលការលោកជាមង្គលការបានភ្ញាក់ផ្អើលនៅពេលគាត់បានទទួលទានស្រាទំពាំងបាយជូរនោះជាធម្មតាស្រាទំពាំងបាយជូរគុណភាពល្អបំផុតទ្រង់បានយកទៅបម្រើនៅពេលចាប់ផ្ដើមកម្មវិធីប៉ុន្តែលើកនេះស្រាទំពាំងបាយជូរគុណភាពល្អបំផុតត្រូវបានយកទៅបម្រើក្រោយគេទៅវិញនេះគឺជាអភូតហេតុដែលបានកត់ត្រាទុកដែលព្រះយេស៊ូវបានធ្វើអំឡុងពេលទ្រង់មានប្រជញ្ញនៅលើផែនដីទ្រង់បានធ្វើដូចនេះដើម្បីជួយព្រះមេដារបស់ទ្រង់ការធ្វើដូចនេះក៏បានជួយពង្រឹងសេចក្តីជំនឿរបស់ពួកសិស្សទ្រង់ដែរ